Ok, ngày nay cứ dương miền topic mấy cứ dương nâng dây tác tông cho mùi nâng adjective hay nâng adverb. Dương riêng đổ vì adjective tới adverb. Tập bất tới adverb cứ miền thị trơn màn đàn cứ chuyện adverb. Đại dương ai prao các bạn. Bất tay dương đăng mùi tiết thà dương có ai plak đô vì adjective tới chuyện adverb bạn đôi khả chẳng anh ấy cứ chỉ là bị plak đô vì adjective tới chuyện adverb để nhóm đặt được hàng lừa còn nâng hai tụi học đi ai khi dương mơ mùi từ tam đăng bàn tam bấtនៅក្នុងការផ្លាស់ប្ដូរពី adjective ទៅ adverb គឺវាមានច្រើនមែនតើប៉ុន្តែនេះគឺខ្ញុំលើកយកនៅរបៀបផ្លាស់ប្ដូរដែលគេហៅថាពេញនិយមនៅក្នុងការប្រើប្រាស់ពាក្យដែលគេអាសាប្រើប្រាស់អញ្ចឹងខ្ញុំលើកយកជារបៀបនៃការផ្លាស់ប្ដូរមកដាក់នៅក្នុងនេះឲ្យទាំងអស់គ្នា check មើលហើយជៀសវាងនៅកំហុសអីផ្សេងជាដើមអូខេអញ្ចឹងយើងមកកលេចមកមើលប្រអប់ទី1គឺគេដាក់ថា add ly អញ្ចឹងមានន័យថានៅក្នុង adjective បើយើងចង់បដូរទៅជា adverb គឺយើងអាចបន្ថែមពាក្យបន្ថែម ly ទៅលើ adjective ហ្នឹងទៅគឺយើងអាចបាន adverb មួយហើយ adverb គឺមានន័យថាយ៉ាង e មួយចឹងទៅដែលវាបញ្ជាក់ន័យឲ្យ verb ណាទាំងអស់គ្នាហើយនឹងប្រអប់ទី2គឺយើងដាក់ថា other អញ្ចឹង other នេះទៅទៀតយើងនឹងនិយាយគ្នាទី1ពាក្យquick គឺជា adjective នៅពេលដែលយើងបដូរទៅជា adverb យើងដាក់ថា quickly យើងគ្រាន់តែ timely ទៅបានហើយទី2គឺពាក្យ energetic គឺជា adjective នៅពេលដែលយើងថែមនៅពេលដែលយើងបដូរទៅជា adverb គឺយើងត្រូវថែមally យ៉ាងលើសពីចំណុចដំបូងបន្តិចគឺយើងត្រូវថែម ally ដោយសារតែវាបញ្ចប់ដោយ ik ឬក៏នេះគឺយើងបញ្ចប់ដែរនេះអញ្ចឹងយើងត្រូវបន្ថែម ally ទី3គឺ simple វាបញ្ចប់ដោយ e ដូច្នេះយើងលុប e ចោលយើងដាក់ y អូខេអញ្ចឹងយើងបាន simply តទៅទៀតគឺយើងមានពាក្យ nice កន្លែងនេះគឺវាបញ្ចប់ដោយ e ដែរប៉ុន្តែគឺគេអត់លុបទេដោយសារតែ e ហ្នឹងគឺយើងអានដូចគ្នា nice អញ្ចឹងយើងត្រូវទុកវាដដែលណាអញ្ចឹងយើងត្រូវទុកវាដដែលគឺយើងដាក់ថា nicely អូខេលុប e ខុសណាកន្លែងហ្នឹងណាទីចុងក្រោយគឺ true កន្លែងនេះគឺវាបញ្ចប់ដោយ e ដែរអូខេវាបញ្ចប់ដោយ e ដែរដូច្នេះគឺយើងអត់បានន័យថាគឺយើងលុបចោលហើយយើងដាក់ ly ចូលដាក់ ly ចូលហេតុអីដោយសារតែ true កន្លែងនេះ e ហ្នឹងគឺយើងអត់អានទេគេហៅថា silent letter អញ្ចឹងគឺយើងអត់អានគឺយើងអត់ទុកវាដូចគ្នាគឺយើងលុបវាចោលតែម្ដងហើយនឹងមានរបៀបផ្លាស់ប្ដូរច្រើនទៀតដែលយើងអាចទៅរៀនបាននៅក្នុងអ៊ីនធឺណិតមួយចំនួនទៀតណាប៉ុន្តែអានេះគឺជាអាសាឃើញអាសាប្រើវាច្រើនអូខេយើងចូលមកដល់ប្រអប់ទី2ប្រអប់ទី2គឺយើងដាក់ថា other អញ្ចឹងមានន័យថារបៀបផ្លាស់ប្ដូរគឺអាចនឹងផ្សេងមិនមែនគឺយើងថែម ly ឬក៏អីទេគឺផ្សេងឧទាហរណ៍ទី1គឺពាក្យ good នៅពេលដែលយើងផ្លាស់ប្ដូរទៅជា adverb គឺយើងប្ដូរពីពាក្យ good ផ្ទាល់ទៅជា well អូខេអញ្ចឹងបដូរតម្រងវាតែម្ដងគឺ good to well ទី2ពាក្យ fast នៅពេលដែលវាជា adjective អញ្ចឹងដល់ពេលដូរទៅជា adverb គឺនៅតែ fast ដូចគ្នាប៉ុន្តែថាវារក្សាតម្រងពាក្យដើមយើងអត់ថែម ly យើងអត់ថែមយើងអត់បដូរអីទាំងអស់គឺយើងដាក់ទៅដើមបន្តទៀតគឺពាក្យ hard តម្រងរបស់ adjective ដល់ពេលទៅជាតម្រងរបស់ adverb គឺនៅតែពាក្យ hard ដដែលបើន័យថាព្យាយាមធ្វើការប៉ុន្តែបើសិនជាយើងមកកលេចមកលើខាងក្រោមនេះមានន័យថាយើងអាចថែម ly បានទៅលើពាក្យ hard ប៉ុន្តែគឺផ្លាស់ប្ដូរអត្ថន័យអញ្ចឹងអត្ថន័យកន្លែងនេះគឺមានន័យថា barely សឹងតែពិបាកឬក៏សឹងតែគ្មានសឹងតែមិនមានសឹងតែអត់ទៅរួចអីចឹងទៅអញ្ចឹងអាហ្នឹងគឺយើងប្រើពាក្យ hardly បានដល់ពេលពាក្យចុងក្រោយពាក្យបន្តទៀតគឺពាក្យ late នៅពេលដែលយើងបដូរទៅជា adverb គឺនៅតែ late ដូចគ្នាអូខេប៉ុន្តែវាមានទម្រង់មួយទៀតគឺគេដាក់ថា lately មានន័យថា recently ថ្មីវិញអូខេអញ្ចឹងអានេះគឺយឺតអានេះគឺថ្មីវិញហ្នឹងគឺជាការផ្លាស់ប្ដូរន័យនៅពេលដែលយើងថែម ly ទៅលើពីពាក្យហ្នឹងតមកទៀតចុងក្រោយគឺ early ពាក្យហ្នឹងគឺមាន ly ស្រាប់តែម្ដងអាហ្នឹង adjective ក៏មាន ly ដល់ពេល adverb ក៏មាន ly ដូចគ្នាអ
អូខេចឹងអានេះគឺជារបៀបផ្លាស់ប្ដូរនៃ adjective ទៅជា adverb មួយចំនួនដែលយើងអាចយកទៅប្រើប្រាស់បានហើយព្យាយាមប្រើប្រាស់វាឲ្យបានត្រឹមត្រូវជាពិសេសគឺពាក្យបែបនេះហើយនឹងបែបនេះហើយនឹងបែបនេះនៅក្នុងប្រអប់ other ហ្នឹងដែលយើងត្រូវព្យាយាម check មុននឹងយើងផ្លាស់ប្ដូរវាអូខេចឹងខ្ញុំមានប៉ុណ្ណឹងហើយបើសិនជាទាំងអស់គ្នាមិនទាន់ច្បាស់ទាំងអស់គ្នាអាចមើលវីដេអូនេះម្ដងទៀតហើយកុំភ្លេច comment នៅចម្លើយឬក៏ជាឧទាហរណ៍ម្នាក់មួយផងឬក៏មានជាសំណួរអីទាំងអស់គ្នាអាចដាក់ចូល comment បានដូចគ្នាអរគុណទាំងអស់គ្នាជំរាបលានិងជួបគ្នានៅវីដេអូបន្ទាប់